សួស្តីអ្នកទាំងអស់គ្នាខ្ញុំម៉ាឡា welcome មកវីដេអូ vlog ថ្មីរបស់ខ្ញុំទៀតហើយហើយថ្ងៃនេះដែរប្រធានបទរបស់យើងគឺផ្លែជាងម្ដងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅដំណើរកម្សាន្តក្នុងស្រុកយើងម្ដងគឺនៅខេត្តសៀមរាបអញ្ចឹងចង់ដឹងថាដំណើរកម្សាន្ត last minute របស់ខ្ញុំនេះតើខ្ញុំអាច survive កន្លែងគេនិងអ្វីដែលខ្ញុំជួបមិនខ្លះចឹងកុំភ្លេចតាមដានទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាខ្ញុំមកឡា welcome វីដេអូ vlog ថ្មីរបស់ខ្ញុំទៀតហើយវីដេអូ vlog នេះគឺប្លែកមកដោយសារឥឡូវហ្នឹងគឺខ្ញុំកំពុងតែនៅលើឡានក្រុងគេងយកទាំងសៀមរាបនិយាយទៅ plan ខ្ញុំគឺបន្ថយមែនតើទាំងអស់គ្នាដោយសារតែខ្ញុំតែដឹងព័ត៌មានថាគឺថ្ងៃទី21ដល់ថ្ងៃទី23នឹងមានព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តមកអញ្ចឹងខ្ញុំពិតជាចង់ទៅ capture រូបទាំងអស់ហ្នឹងចែកម្លែកដល់ទាំងអស់គ្នាហើយក៏បូករួមទាំង tip ខ្លះដែលខ្ញុំ plan last minute ទៅចង់ដឹងថាខ្ញុំទៅណាខ្លះកន្លែងណាដែលជាកន្លែងចាប់អារម្មណ៍សម្រាប់អ្នកក៏ដើរលេងលក្ខណៈ short day ហើយចំណាយលុយតិចខ្ញុំអាច survive ខ្លួនឯងបានអត់អូខេកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាបាយចាំមើលវីដេអូខ្ញុំទៅណាខ្លះហៅវិធីចំណាយលុយហៅទីកន្លែងគេបានធូរសុបាយបានដូចគេហើយដើរកន្លែងផ្សេងៗឬក៏កន្លែងខ្លះដែលអ្នកគ្នាដែរទៅកុំភ្លេចតាមដានឥឡូវគឺយើងដល់ជាមីវត្តហ្មងព្រោះអីចាំសន្តាគារ check in យូរខ្លាំងណាស់ឥឡូវទៅម៉ោង5ទេអូយអ្នកទាំងអស់គ្នាមើលនេះហួសពីការគិតរបស់ខ្ញុំទៀតខ្ញុំគិតថាប្រហែលជាយប់ហ្នឹងស្ងាត់ឈឹងហើយតែមួយនេះមនុស្សត្រៀបត្រាបាក់ទឹកបាក់ដីហ្មងហើយសូម្បីតែកន្លែងចតឡានណាក៏ហៅពិបាកចតដែរម៉ូតូអីហ្នឹងហើយឡានជិះស្ទះពេញហ្នឹងអូខេឥឡូវយើងដើរទៅហើយគឺចិត្តដល់ស្ពានឆ្លងទឹកអង្គរហើយនិយាយពីថាមនុស្សដូចភ្ជុំអញ្ចឹងអ្នកទាំងអស់គ្នាភ្ជុំមិនគឺអញ្ចឹងហើយសុបាយមើលទៅខ្ញុំចេះគាត់ថាអូខ្ញុំម្នាក់ឯងមើលទៅក៏ពិតគឺថ្ងៃនេះគឺគេសម្រុកមកមើលដូចយើងអញ្ចឹងអូខេអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺខ្ញុំដល់ហើយខ្ញុំពិតជាមោទនភាពមែនតើដែលឃើញភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិច្រើនដែលគាត់មកចាំមើលព្រះអាទិត្យរះនៅកំពូលប្រាសាទអង្គរវត្តហើយក៏ជាអារម្មណ៍មួយដូចថាសប្បាយចិត្តពួកពេលដែលពួកគាត់មើលគាត់នឹងថតគាត់នឹងចែកកម្លែកទៅក្នុងបណ្ដាញសង្គមហើយខ្ញុំនេះគឺនៅ still backpack ឡើយទេប៉ុន្តែមើលពីក្រោយខ្ញុំនេះគឺ finally I'm arrived Angkor Wat Okay អ្នកទាំងអស់គ្នា Let me try to talk a little bit Okay អ្នកទាំងអស់គ្នាខ្ញុំនិយាយម្ដងទៀតមិញកាមេរ៉ាខ្ញុំស្លាប់ដោយសារអស់ថ្មពាក់កណ្ដាលទីអញ្ចឹងអត់ដឹងថានិយាយដល់ធម្មតាទេព្រោះតែឥឡូវនេះគឺខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំមកដល់អង្គរវត្តហើយអញ្ចឹងមីសិនទី1ខ្ញុំ complete ហើយប៉ុន្តែខ្ញុំនឹងព្យាយាមមកម្ដងទៀតដោយសារថ្ងៃនេះគឺព្រះអាទិត្យអត់រះនៅចំកណ្ដាលពេញទេអញ្ចឹងគឺខ្ញុំត្រូវ wake up early ជាងហ្នឹងដើម្បីរកកន្លែង spot មួយអាចស្រួលថតហើយល្អមើលហើយជាពិសេសខ្ញុំចង់មើលឃើញម្ដងទៀតថាមើលទៅអស្ចារ្យប៉ុណ្ណាមុននឹងខ្ញុំត្រឡប់ទៅផ្ទះអញ្ចឹងទ្រីបន្ទាប់ទៀតខ្ញុំនឹងទៅកន្លែងផ្សេងមួយទៀត Say budget កន្លែងដើរល្អសម្រាប់អ្នកគាត់ solo travel ដឹងថាទៅណាខ្លះអញ្ចឹងចាំតាមដានមួយខ្ញុំទាំងអស់គ្នាអូខេ See ya Và vậy tới
nhưng mà lúc nào còn nhưng mà appreciate đây bộ ấy cứ sầm nắng nắng cứ phở cường chạ cường cho nên là ngạc nhiên mình chẳng cứ khóc bài bọt tăng chấm lạ tăng áp sải ấy cứ dương mơ khơi mong tha cứ có thể sang sàn bên tên chả dạ ok để tặng ác này mà ní cứ dân chọn mission mùi hai lời ní cứ nhông hiệp lang pass ép tới hộ hostel bảo dương vậy tháp pu kê chi Lan hop on Lan miền tây bộ bờ á anh nâng cái tay chi nữa nào vậy Lan thông đây Lan Krông hay miền tây bộ bờ hay dân chi khơi và xa rồi anh nâng cho nó biết được chúng ta ta phải lên ta chăng xinh đây nhiều cái màu thì mình chọc miền là mọc một cây mò chứ cái miền này cái mà nhẹ chứ cha nhiều đi đâu nhiều để cất đau nhẹ ai như ở đây chim chứ cha bông mà này anh mơ đâu bên trong sợi là hột bọc kinh nám xí số mà là ต่อពីដំណើរសងព្រេងពេញមួយថ្ងៃរបស់ខ្ញុំ start ពីជីឡានគេងរហូតមកដល់ម៉ោងដែលខ្ញុំត្រូវ check in ហ្នឹងគឺខ្ញុំបានមកកន្លែងខ្ញុំស្នាក់នៅឃើញហើយអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹង detail ប្រាប់អ្នកទាំងអស់គ្នាអំពីកន្លែងស្នាក់នៅរបស់ខ្ញុំទាំងតម្លៃទាំង facility ហើយនិង app ដែលខ្ញុំប្រើប្រាស់និងកន្លែងផ្សេងៗទៀតដែលខ្ញុំទៅថ្ងៃបន្ទាប់អញ្ចឹងកុំភ្លេចតាមដានទស្សនា vlog របស់ខ្ញុំទាំងអស់គ្នាបាយបាយ